សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្រៀនពីរបៀបបង្កើត Facebook ដោយខ្លួនឯងសម្រាប់អ្នកថ្មីឥឡូវគឺយើងចូលក្នុង Play Store យើង download កម្មវិធីមួយឈ្មោះថា Thumbnail គឺកម្មវិធីមួយនេះគឺ free ទេអញ្ចឹងបងប្អូនចូល Play Store មករួចបងប្អូនវាយមកនេះបងប្អូននេះគឺជាឈ្មោះ Thumbnail Thumbnail នេះគឺកម្មវិធីនេះគឺ free ទេអញ្ចឹងបងប្អូនធ្វើការ download មកចំណែកខ្ញុំ download ហើយអញ្ចឹងខ្ញុំចាក់ចេញពីកម្មវិធីនេះគឺជា Thumbnail ដែលខ្ញុំបាន download វិធីដែលបង្កើត Facebook ជាធម្មតាបើសិនជាបងប្អូនចង់បង្កើត Facebook ឲ្យបានច្រើនអញ្ចឹងក្នុង Facebook ពេលដែលយើងបង្កើតគឺវាទាមទារលេខទូរស័ព្ទឬមួយ mail បាទអញ្ចឹងបើសិនជាឧទាហរណ៍ថាបងប្អូនមាន10 account អញ្ចឹងបងប្អូនត្រូវធ្វើម៉េចបើសិនជាបងប្អូនបង្កើត Facebook ដែលភ្ជាប់ជាមួយលេខទូរស័ព្ទអញ្ចឹងពេលបងប្អូនមាន10 account អញ្ចឹងបងប្អូនត្រូវការ10លេខទូរស័ព្ទត្រូវអត់ហើយបង្កើត Gmail ដូចគ្នាពេលដែលបង្កើត Gmail បើសិនជាបងប្អូនបង្កើតកាន់តែច្រើនវាកាន់តែពិបាកនៅការរក Gmail ឬមួយលេខទូរស័ព្ទមកដាក់ដើម្បីបង្កើតបានអញ្ចឹងនេះខ្ញុំប្រាប់ពីវិធីមួយគឺបងប្អូនគឺ download កម្មវិធី Thumbnail នេះមក Thumbnail នេះគឺជា Thumbnail សម្បត្តិនិមិត្តអញ្ចឹងយើងអាចធ្វើការបង្កើត Facebook ដែលអាចប្រើ Thumbnail នេះបានហើយបងប្អូនកុំភ្លេចពេលដែល login ចូល Facebook យើងបងប្អូនត្រូវកត់ Gmail ទុកនិងលេខកូដអូខេឥឡូវកុំឲ្យចាំយូរអញ្ចឹងយើងធ្វើការបង្កើតតែម្ដងឥឡូវគឺយើងធ្វើចូល mail នេះមុនយើងចូល Thumbnail បន្ទាប់ពីចូល Thumbnail នេះគឺវាមានលើផ្ទះពាណិជ្ជកម្មអញ្ចឹងយើងចុចកន្លែងសញ្ញាព្រួនខៀវនេះមកបន្ទាប់មកវាមានដាក់ថា free ឲ្យយើងរយៈពេល3ថ្ងៃទៅពីគិតលុយអញ្ចឹងបងប្អូនចុចខ្វែងបន្ទាប់មកយើងមាន mail មួយនេះអញ្ចឹងឥឡូវដូចថាយើងអត់ត្រូវការ per mail នោះទេចុចម្ដងទៀតបន្ទាប់មកបងប្អូនយកឆាំងនេះគឺរួចព្រួនបវលឆាំងអក្សរឆាំងចឹងបងប្អូនត្រូវការដូរ mail ចឹងបងប្អូនត្រូវមើលពាណិជ្ជកម្មអូខេរយៈពេល30វិនាទីសិនរៀងរាល់ដូរ mail ម្ដងចឹងយើងធ្វើការរងចាំតិចទៅជាធម្មតាបងប្អូនបង្កើត Facebook នេះគឺយើងបង្កើតដោយ Thumbnail ហ្នឹងគឺ Facebook ហ្នឹងយើងទុកសម្រាប់តែ like ហើយជាមួយ share ដែល page របស់យើងទេបាទភាគច្រើនគឺគេបង្កើតមកសម្រាប់ share និង like ដើម្បីឲ្យ page យើងមាន view ច្រើនឥឡូវយើងចុចខ្វែងតបមកវានឹងដូរ mail ឲ្យយើងនេះចឹងឥឡូវសម្រាប់ថាខ្ញុំយក mail មួយហ្នឹងចឹងយើងចុចថា copy បន្ទាប់ពីយើង copy គឺយើងចេញពីកម្មវិធីយើងចូល Facebook យើងអញ្ចឹងពេលដែលយើងចូល Facebook មកគឺមានតម្រងបែបហ្នឹងគឺខ្ញុំប្រាប់ពីរបៀបបង្កើត Facebook នេះជាភាសាខ្មែរនិងអក្សរខ្មែរអញ្ចឹងបងប្អូនស្រួលអានស្រួលយល់អញ្ចឹងចុចពាក្យថាបង្កើតករណីថ្មីបន្ទាប់មកយើងចុចពាក្យថាចាប់ផ្ដើមនេះគេដាក់ថាអនុញ្ញាតឲ្យចូលប្រើទំនាក់ទំនងអញ្ចឹងFacebook បើសិនជាយើងចុចអនុញ្ញាតទំនាក់ទំនងមានន័យថាវាមាន GPS វាចាប់នៅតំបន់ដែលយើងបង្កើតហ្នឹងអញ្ចឹងយើងដាក់កុំតន់យើងដាក់ឈ្មោះឥឡូវខ្ញុំរកឈ្មោះសិនដ
Lisa អូខេខ្ញុំដាក់ជាភាសាអង់គ្លេសបងប្អូនចង់ដាក់ឈ្មោះជាខ្មែរក៏បានអញ្ចឹងខ្ញុំចុចបន្ទាប់តមកយើងដាក់ថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតនេះបងប្អូនមិនដាក់ប៉ាត់ប្រកាសទេយើងដាក់ធ្វើម៉េចឲ្យលើពី18ឆ្នាំចឹងខ្ញុំដាក់2021ខែ3ថ្ងៃទី13ចាស់ស្រួលចាំថ្ងៃទី13ខែ3 2001អូខេយើងចុច set បន្តមកគឺវាចេញអាយុ23ឆ្នាំអញ្ចឹងលើសពី18ឆ្នាំអញ្ចឹងយើងចុចទៅបន្តប្រយ័ត្នបន្តមកគឺវាសួរយើងថាភេទប្រុសមួយភេទស្រីចាំដាក់ភេទស្រីព្រោះអីខ្ញុំបង្កើតមកជាឈ្មោះស្រីអញ្ចឹងខ្ញុំចុចបន្តទូរស័ព្ទអញ្ចឹងយើងចុចខ្វាយមួយមកហើយយើងចូលទៅឈ្មោះប្រើតាមអ៊ីមែលចឹងចុចការចុះឈ្មោះប្រើតាមអ៊ីមែលបន្តមកទៀតបងប្អូនចុចលើអ៊ីមែលនោះមួយហើយចុចឲ្យជាប់ហើយយកពាក្យបិទភ្ជាប់ចឹងវានឹង load Gmail ដែលយើង copy ហ្នឹងចឹងបងប្អូនចុចបន្ទាប់មកបងប្អូនវាយ record បាទចឹងនៅខ្ញុំវាយ record មួយសិនបាទបន្តមកយើងវាយ record រួចហើយអញ្ចឹងយើងចុចពាក្យថាបន្តចឹងចុច save ទៅពេលដែលយើងចុច save រក្សាទុកនេះគឺពេលដែលយើងចូលកម្មវិធី Facebook នោះម្ដងវាអត់ទាមទារសួរ record យើងទេបើសិនយើងចុចការកំតាន់អញ្ចឹងមានន័យថារាល់ដែលយើងចូល Facebook គឺយើងត្រូវទៅវាយ record ចឹងចុចថារក្សាបន្តមកយើងចុចរក្សាម្ដងទៀតបន្តមកយើងយល់ព្រមចឹងយើងសូមធ្វើការរងចាំបន្តិចភាសាអ៊ីនធឺណិតយើង slow ដល់ត្រង់ចំណុចនេះបងប្អូនយកបន្តភាសាអង់គ្លេសរងចាំបន្តិចបន្ទាប់មកគេឲ្យជាងផ្ទាត់លេខកូដ5ខ្ទង់អញ្ចឹងបងប្អូនចូលកន្លែង Thumbnail យើងមកយើងទៅយកលេខកូដអញ្ចឹងបងប្អូនចុចលើ Inbox នៅខាងក្រោមនេះគឺជាលេខកូដ Facebook អញ្ចឹង85918អញ្ចឹងយើងចូលទៅដាក់ចូលនៅនេះមើលដល់សិន85918ចឹងយើងចុចបន្ទាប់បន្តមកសម្រាប់តែបងប្អូនមកកើត Facebook ថ្មីអញ្ចឹងយើងមិនទាន់អាចដាក់ profile អញ្ចឹងយើងចុចរំលងសិនតទៅពីរំលងគឺយើងអាចបង្កើត Facebook បានហើយគឺមានឈ្មោះយើងចុចថានេះបើការមកហត់ទំនាក់ទំនងដើម្បីរកមិត្តភ័ក្តិកាន់តែលឿនអញ្ចឹងយើង Facebook ថ្មីអញ្ចឹងយើងមិនទាន់អាចបើសិនជាបងប្អូនចុចបើក៏បានដែរតែខ្ញុំសូមណែនាំចុចមិនទាន់រំលងចឹងយើងចុចបន្តចឹងចំណុចនេះវាទាមទារយើងដាក់លេខទូរស័ព្ទចឹងចុចរំលងដោយសារយើងដាក់អ៊ីមែលហើយ
តបមកទៀតបងប្អូនចុចបើកការជូនដំណឹងដើម្បីឲ្យក្រុមហ៊ុន Facebook ជូនដំណឹងមកដល់យើងតបមកយើងគ្រីសហើយចុចថយក្រោយវិញភាសាអ៊ីនធឺណិតខ្ញុំមាន slow អញ្ចឹងវាចេញយឺតដែរបើសិនជាបងប្អូនប្រើ Wi-Fi គឺល្អអញ្ចឹងឥឡូវគឺយើងបង្កើតបានហើយភាសាអ៊ីនធឺណិត slow បន្ទាប់មកទៀតបងប្អូនត្រូវរងចាំវាកំពុងតែ set នៅទីតាំងដែលយើងបង្កើតហ្នឹងចឹងវាឥឡូវគឺយើងបង្កើតហើយយើងចូលមើលថាឈ្មោះអ្វីនេះដាក់ឈ្មោះ Alisa ភាសាអ៊ីនធឺណិត slow អញ្ចឹងវា novel បងប្អូនរៀងអត់ធ្មត់រងចាំបន្តិចសម្រាប់បងប្អូនដៃថ្មីអញ្ចឹងរបៀបបង្កើត Facebook បងប្អូនអាចបង្កើតតាមខ្ញុំបាន Facebook នេះយើងទុក like ជាមួយ share ចូលគ្រប់ហើយបងប្អូនព្យាយាមបង្កើតច្រើនមួយថ្ងៃបង្កើតមួយឬមួយថ្ងៃ2ឬមួយ2ថ្ងៃ3តែបងប្អូនកុំបង្កើតច្រើនពេកក្នុងរយៈពេល1ថ្ងៃមួយ2ថ្ងៃបងប្អូនព្យាយាមធ្វើម៉េច2ថ្ងៃ1ថ្ងៃ1 2ថ្ងៃ1 3ថ្ងៃមួយអញ្ចឹងទៅតាមលទ្ធភាពធ្វើបានកាលណាយើងបង្កើតច្រើនពេកចឹង GPS Facebook មានចាប់វាអាចថា account ដែលយើងទៅបង្កើតហ្នឹងវាជាប់180ថ្ងៃចឹង180ថ្ងៃវាស្មើនឹង6ខែឥឡូវគឺយើងបង្កើត Facebook បានហើយតែក្នុង Facebook នេះយើងមិនទាន់រៀបចំអីទេចឹងឥឡូវគឺវាឲ្យយើងរៀបចំចឹងយើងចាប់តាម get start បន្ទាប់ get start អញ្ចឹងបងប្អូនត្រូវយក skip កន្លែង log យក profile ហ្នឹងមានន័យថាបើសិនជាបងប្អូនយក log profile មានន័យថាគឺមិត្ត friend នៅក្នុង Facebook มันអាចមើលឃើញផ្ទាំងព័ត៌មានរបស់ Facebook យើងបានទេអញ្ចឹងខ្ញុំណែនាំបងប្អូនចុច skip បន្ទាប់ពី skip បងប្អូនជ្រើសរើសយកវេទនីភ្នំពេញក៏បាននៅតាមដាខេត្តក៏បានស្អែកតែបងប្អូនដាក់អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់នៅចេញដាក់ទៅយកសៀមរាបបងប្អូនចង់ដាក់ខេត្តណាដាក់ទៅដាក់សៀមរាបបន្ទាប់មកចុច save តមកទៀតបើសិនជាវាចេញជាសៀមរាបអញ្ចឹងបងប្អូនត្រូវវាយទៅសៀមរាបសៀមរាប save តមកទៀតវាយសៀមរាបទៀតបងប្អូនយកមួយណាយកទៅខ្ញុំឲ្យសៀមរាបទៀតសៀមរាបយ៉ាផតសៀមរាបទៀតក៏សៀមរាបតបមកយើងជ្រើសរើសចាំដាក់ single កន្លែងផ្ទាំងរូបភាពនេះបងប្អូនមិនតន់ដាក់ skip នេះគេឲ្យយើងជាន់គ្រប់អញ្ចឹងយើងអត់តន់ជាន់គ្រប់ទេយើងចុចតទៀត get start ចុច skip
តមក skip ទៀតយ៉ាឥឡូវ Facebook យើងគឺបង្កើតបានសម្រាប់ហើយនេះគឺជាការរៀបចំរបស់យើងគឺកន្លែងការងារក៏សៀមរាបសិក្សាក៏សៀមរាបបាទទៅក៏សៀមរាបរស់នៅក៏សៀមរាបទីតាំងនៅសៀមរាបនៅលាវទៀតបាទគឺឥឡូវយើងបាន Facebook មួយហើយគេដាក់ថាកើតនៅថ្ងៃទី13ខែមីនា2001ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងបង្កើត Facebook អាយុកំណើតយើងចឹងពេលដែលយើងបង្កើតថ្ងៃ13ខែមីនា2021ដល់ពេលថ្ងៃ13មីនា2022គឺវាលោតថ្ងៃកំណើតឲ្យយើងម្ដងគឺទៀងទាត់អូខេអញ្ចឹង Facebook ដែរបង្កើតគឺមានតែប៉ុណ្្នឹងទេ Facebook នេះបងប្អូនអាចទុក like page ជាមួយជាន់គ្រប់ដើម្បីយើង follow ឲ្យ page របស់យើងឲ្យមានអ្នកមើលច្រើនហើយយើងអាចយក Facebook នេះមើលរឿងថៃក៏បានបើបងប្អូនចង់មើលចឹង Facebook នេះខុសពី Facebook ដែលខ្ញុំបង្កើតនៅសហរដ្ឋអាមេរិកខ្ញុំមានចេញវីដេអូឲ្យរបៀបបង្កើត Facebook នៅ admin អាមេរិក Facebook នៅអាមេរិកបាទចឹងពេលដែលយើង scroll អញ្ចឹងឃើញតែជនជាតិគេទេអានេះចំណែក Facebook ដែលខ្ញុំបង្កើតនេះគឺខ្ញុំបង្កើតនៅខ្មែរធម្មតាអញ្ចឹងវាឃើញតែ page ខ្មែរចឹងខុសពី page អាមេរិកអូខេអញ្ចឹងរបៀបបង្កើត Facebook គឺមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយ